ដំណើរកំសាន្តទៅលេងខេត្តសៀមរាប2ថ្ងៃតើយើងបានទៅដើរលេងកន្លែងណាខ្លះហើយចំណាយអស់ថ្លៃប៉ុន្មានដែរតោះទៅមើលវីដេអូនេះទាំងអស់គ្នាដំណើរកំសាន្តយើងនេះគឺលក្ខណៈជាក្រុមមានគ្នា8នាក់ហើយដល់ថ្ងៃដែលណាត់ទុកគឺយើងជួបជុំគ្នាប្រហែលម៉ោង6ព្រឹកហ្នឹងហើយគឺយើងធ្វើដំណើរចេញពីប៉ោយប៉ែតទៅខាងទឹកដីខេត្តសៀមរាបហើយសម្រាប់ដំណើរកំសាន្តពួកខ្ញុំមិនមែនថាចាំទៅដល់គោលដៅបានសប្បាយទេគឺយើង enjoy ជាមួយទេសភាពតាមដងផ្លូវមានវាលស្រែជាពិសេសពេលព្រឹកព្រលឹមអូយអាកាសធាតុគឺល្អមែនតើឥឡូវនេះគឺយើងមកដល់ទឹកដីខេត្តសៀមរាបយើងចូលទៅ check in នៅ hotel ដែលយើងបានកក់ទុកជាមុនដើម្បីយកអីវ៉ាន់យើងរៀបចំទុកកន្លែងអស់ហើយព្រោះហើយយើងឆ្ពោះទៅកន្លែងទីសក្ការៈដ៏ស័ក្តិសិទ្ធិដែលល្បីនៅខេត្តសៀមរាបឬក៏ទូទាំងប្រទេសទីសក្ការៈលោកយាយទេពនិងព្រះអង្គជេកព្រះអង្គចោមទៅមកគឺយើងសម្រាប់ស្រស់ស្រូលភោជនាអាហារហើយគឺយើងទៅគោលដៅទី1គឺប្រាសាទតាព្រំកន្លែងដើមឈើព័ទ្ធជំវិញប្រាសាទនិងកន្លែងហ្នឹង background ដែលភ្ញៀវទេសចរទូទាំងពិភពលោកប្រាថ្នាចង់ទៅថតរូបជាមួយកន្លែងដូចជា studio outdoor យើងទៅកន្លែងហ្នឹងមុនហើយប្រាសាទតាព្រំហ្នឹងឆ្ងាយហើយចង់បញ្ជាក់ប្រាប់បងប្អូនថាទឹកដីខេត្តសៀមរាបនេះមិនត្រឹមតែជាទឹកដីអច្ឆរិយៈរបស់ពុព្វបុរសខ្មែរយើងទេថែមទាំងមានទេសភាពតាមដងផ្លូវគឺប្រៀបដូចជាយើងស្ថិតនៅក្នុងរូបគំនូរអញ្ចឹងគឺមានដើមឈើធំធំមានវល្លិរុក្ខជាតិខៀវខ្ចីហើយខ្យល់អាកាសបរិសុទ្ធជាពិសេសគឺនៅតាមមាត់បារាយទឹកដូចជាវិញប្រាសាទស្រះស្រង់គឺខ្យល់អាកាសធាតុគឺបរិសុទ្ធល្អមែនទែនឥឡូវនេះយើងមកដល់គោលដៅរបស់យើងទី1ហើយប្រាសាទតាព្រំជាពិសេសកន្លែងដើមស្ពង់ដែលព័ទ្ធជុំវិញប្រាសាទដ៏មានប្រជាប្រិយភាពខាងខាភ្ញៀវទេសចរចោមរោមថតមែនតែនកន្លែងហ្នឹងអត់តនេទេដូចខ្ញុំនិយាយពីដើមមុនអញ្ចឹងគឺជា studio background មួយដែលមានប្រជាប្រិយភាពភ្ញៀវទេសចរទូទាំងពិភពលោកផងប្រាថ្នាថតរូបជាមួយ2 3ហើយយើងក៏បានថតរូបនៅជុំវិញប្រាសាទហ្នឹងហើយរួចពីហ្នឹងគឺយើងចេញពីប្រាសាទតាព្រំហ្នឹងគឺយើងធ្វើដំណើរទៅប្រាសាទអង្គរធំឥឡូវនេះគឺយើងបានមកដល់ប្រាសាទអង្គរធំឬក៏ប្រាសាទបាយ័នហើយមកដល់ទីនេះគឺទេសភាពបូករួមជាមួយនឹងប្រាង្គប្រាសាទគឺពិតជាអស្ចារ្យមែនទែនយើងធ្លាប់តែឃើញឮចាស់គាត់និយាយថាឬក៏បងប្អូនយើងនិយាយថាអូប្រាសាទខ្មែរស្អាតល្អអស្ចារ្យហើយឃើញនៅក្នុងរូបដល់ពេលឃើញផ្ទាល់គឺអូពិតជាអស្ចារ្យទាំងសម្រស់ខាងស្ថាបត្យកម្មគឺយើងពិតជាស្ងើចសរសើរបុព្វបុរសខ្មែរយើងសម័យហ្នឹងគឺជាសម័យដែលមិនមានទំនើបភាពជឿនលឿនទេក៏ប៉ុន្តែអាចកសាងល្អបានយ៉ាងល្អប្រណិតបន្ទាប់ពីដំណើរកម្សាន្តទស្សនកិច្ចជំវិញប្រាសាទអង្គរធំរួចរាល់ក៏យើងឆ្ពោះមកកាន់អង្គរតូចឬក៏អង្គរវត្តយើងហ្នឹងដែលជាបេះដូងនៃពលឹងរបស់ដូនតាខ្មែរយើងឬក៏ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសឬក៏ទូទាំងពិភពលោករីករាយជាមួយទេសភាពក៏ដូចជាគេដំណើរវប្បធម៌របស់ដូនតាយើងគឺប្រាសាទអង្គររួចហើយដល់ពេលយប់ល្មមគឺយើងមកសម្រាកងូតទឹកហូបបាយមួយផ្លែតគឺយើងដំណើរមកកាន់ Pub Street ដែលជា Pub ដ៏ល្បីមួយនៅប្រទេសកម្ពុជានៅទឹកដីខេត្តសៀមរាប Pub Street នេះគឺជាតំបន់មួយប្រជុំទៅដោយហាងដែលរៀបលក្ខណៈជាផាប់មានភ្លេងមានភ្លើងមាន DJ ដាក់បទញាក់បែបកន្ត្រាក់អារម្មណ៍ជាពិសេសគឺយុវវ័យហើយមានភ្ញៀវទេសចរខ្មែរនិងអន្តរជាតិជាច្រើនដែលមករកសេវាកម្មកម្សាន្តរំលេងសប្បាយក៏ដូចជាហូបឡាបយេនៅទីនេះ
ដំណើរកំសាន្តទៅខេត្តសៀមរាបលើកនេះគឺយើងបានដើរលេងតែ4ទីតាំងទេទី1ប្រាសាទតាព្រំទី2ប្រាសាទអង្គរធំទី3អង្គរតូចនិងទី4 Pub Street គឺយើងបានដើរមួយយប់មួយថ្ងៃក្នុងរយៈពេល2យប់មួយថ្ងៃហ្នឹងគឺយើងបានដើរលេងថ្ងៃទី1ហើយនឹងពេលយប់សម្រាប់ថ្ងៃទី2គឺយើងអត់បានដើរតាណាទេគឺយើងធ្វើដំណើរមកផ្ទះវិញហើយសម្រាប់ថវិកានោះគឺយើង share គ្នាម្នាក់300000ក៏ប៉ុន្តែលុយ300000ហ្នឹងគឺអត់អស់ទេបងប្អូនគឺចាយមកបបោហើយសល់ចែកគ្នាវិញប្រហែល 7-100000មកផ្ទះវិញមកថវិកាចំណាយដំណើរកំសាន្តលើកនេះគឺយើងអស់ម្នាក់2200000គឺសល់70000ក៏ប៉ុន្តែ2200000ហ្នឹងគឺមិនមែនចំណាយទៅលើយើងដំណើរកំសាន្តសៀមរាបទាំងស្រុងទេគឺរាប់តាំងពីថ្លៃចាក់សាំងហូបអីតាមផ្លូវហូបទឹកម្ដងពីរដងក៏គិតហើយចាយនៅសៀមរាបហ្នឹងគឺយើងត្រឡប់មកចាយនៅឯប៉ោយប៉ែតវិញគឺរមណីយដ្ឋានដងអរញ្ញអញ្ចឹងគឺសរុបចូលគ្នាទាំងអស់គឺ2200000សល់70000មកផ្ទះវិញគឺចាយមកបបោ